ចាខ្ញុំជម្រាបសួរបងប្អូនអ្នកគ្នាជួបជាមួយនៅគ្រូម្ដងទៀតនៅក្នុងអ្នកភាសាអង់គ្លេសកម្រិត4ចាតើបងប្អូនអ្នកគ្នាសុខសប្បាយទេចាគុណព្រះអង្គដែលយើងបានជួបជុំគ្នាសាជាថ្មីហើយនៅថ្ងៃនេះអ្នកគ្រូនឹងមានមេរៀនមួយដែលយើងនឹងយកមកបង្រៀនខ្លួននៅថ្ងៃនេះគឺ Unit 6 organizing your time ចា Lesson A grammar present tense is used for future ចាអញ្ចឹងថ្ងៃនេះយើងផ្ដោតទៅលើមេរៀន grammar តកតងជាមួយនឹងការដែលយើងប្រើប្រាស់នៅក្នុងទម្រង់ future ចាអញ្ចឹងតកតងជាមួយនឹងការដែលយើងប្រើជាទម្រង់ future នៅថ្ងៃនេះគឺមាន2ដែលគ្រូនឹងយកមកបង្រៀនចាទី1គឺមាន present continuous ហើយនិងទី2គឺ simple present អញ្ចឹងចាំដឹងថាតើទម្រង់ទាំងពីរនេះចាពេលដែលយើងប្រើជាទម្រង់ future តើយើងប្រើបែបណាខ្លះហើយយើងប្រើប្រាស់វាដើម្បីអីចានៅក្នុងកលៈនៅក្នុងលក្ខខណ្ឌមួយណាចាចឹងតើអញ្ចឹងអ្នកគួរនឹងបញ្យល់មួយចំណុចដើម្បីឲ្យបងប្អូនកាន់តែងាយស្រួលយល់ចាអញ្ចឹងដំបូងអ្នកគួរចង់ប្រាប់ពីការប្រើប្រាស់របស់វាសិនណាអញ្ចឹង present continuous នៅក្នុងការប្រើប្រាស់ជាទម្រង់ future ហ្នឹងយើងប្រើប្រាស់ជាភាសាអង់គ្លេសដាក់ថា use to describe plan or intention ចាដែលជាភាសាខ្មែរដាក់ថាប្រើសម្រាប់និយាយអំពីផែនការឬក៏គម្រោងផែនការឬក៏អ្វីដែលយើងរៀបចំទុកសម្រាប់អនាគតចាដែលនឹងធ្វើវាឲ្យកើតឡើងចាយើងរៀបចំគម្រោងផែនការហ្នឹងឲ្យធ្វើយើងនឹងធ្វើវានៅឲ្យបានកើតឡើងនៅពេលអនាគតហ្នឹងចាអញ្ចឹងជាបន្ទាប់នៅចង់រំលឹកអំពីទម្រង់ present continuous ចាអញ្ចឹងយើងធ្លាប់រៀនហើយមែនអត់ចាទម្រង់ present continuous របស់យើងគឺ subject plus be នេះមានថា verb to be ដែលមាន am is are ចាអ្នកគ្រូសេឲ្យណាអញ្ចឹង be នេះគឺមកពី verb to be am is are ចាយើងដឹងពីការប្រើប្រាស់តាម subject របស់វាមែនអត់ចាហើយបូក verb បូកជាមួយនឹង ing ចាអញ្ចឹងតោះដើម្បីឲ្យយើងកាន់តែងាយស្រួលយល់ចាយើងនឹងមើលឧទាហរណ៍ជាមួយគ្នាណាចុះឧទាហរណ៍របស់អ្នកគ្រូទី1ចាអ្នកគ្រូសូមអានហើយអ្នកគ្រូបញ្យល់គុណតែម្ដង My parents are arriving from out of town this weekend ចាចុះនៅក្នុងអត្ថន័យនេះចាគេប្រាប់ថាចាឪពុករបស់ខ្ញុំសំទោសឪពុកម្ដាយរបស់ខ្ញុំនឹងមកដល់ដោយគាត់ចាក់ចេញពីទីកន្លែងមួយណាចាក់ចេញពីទីក្រុងមួយគាត់នឹងធ្វើដំណើរមកដល់ចានៅសប្តាហ៍នេះចាអញ្ចឹងតកតងជាមួយនឹងប្រយោគនេះសួរតើប្រយោគហ្នឹងកំពុងតែកើតឡើងមែនចាឬក៏កើតឡើងរួចហើយចាអត់ទេប្រយោគនេះគឺនឹងកើតឡើងនៅក្នុងសប្តាហ៍នេះចានៅក្នុងសប្តាហ៍នេះប៉ុន្តែឥឡូវនេះមិនទាន់កើតឡើងទេចាអញ្ចឹងclear ដែលគេបញ្ជាក់តកតងជាមួយនឹងសប្តាហ៍នេះហ្នឹងគម្រោងដែលនឹងកើតឡើងសប្តាហ៍នេះហ្នឹងគឺគេឲ្យអត្ថន័យsentence ទាំងអស់នេះគឺជាទម្រង់ future ចាដែលវាស្ថិតនៅក្នុងគម្រោងអនាគតចាគេចង់ប្រាប់ថាគាត់នឹងមកដល់ចានៅសប្តាហ៍នេះចាអញ្ចឹងវាមិនទាន់កើតឡើងទេចាប៉ុន្តែវានៅក្នុងសប្តាហ៍នេះដែលយើងនិយាយថាជា plan ឬក៏ជាគម្រោងអនាគតហ្នឹងណាចាចុះទៅដល់ឧទាហរណ៍ទី2 They are staying at my place this weekend ចាអញ្ចឹងអត្ថន័យនៅក្នុងប្រយោគទី2ចាពួកគេនឹងស្នាក់នៅទីកន្លែងរបស់ខ្ញុំនៅសំទោសពួកគេនឹងស្នាក់នៅក្នុងទីកន្លែងរបស់ខ្ញុំនៅសប្តាហ៍នេះនៅចុងសប្តាហ៍នេះ weekend នៅចុងសប្តាហ៍នោះចាអញ្ចឹងតកតងជាមួយនឹងប្រយោគទាំងពីរនេះគឺសិតតែប្រើទម្រង់ present continuous ដូចគ្នាណាដែលយើងឃើញហើយមាន verb to be are arriving verb to be are ដែល staying ចា verb in ing ចាអញ្ចឹងតកតងជាមួយនឹងទម្រង់របស់វាទាំងពីរនេះគឺសិតតែប្រើជាទម្រង់ future ដោយសារអីទាំងអស់នេះមិនមែនកំពុងតែកើតឡើងទេឬក៏មិនកើតឡើងរួចហើយដែរវានឹងកើតឡើងនៅពេលអនាគតចាព្រោះអ្នកបានបញ្ជាក់ពីអត្ថន័យមែនអត់ឧទាហរណ៍ទី2ដែលគេនិយាយថា they are staying at my place this weekend មែនតែនៅក្នុងចុងសប្តាហ៍នេះពួកគាត់នឹងស្នាក់នៅផ្ទះរបស់ខ្ញុំឬក៏កន្លែងរបស់ខ្ញុំចាអញ្ចឹងវាស្ថិតនៅក្នុងអតីតកាលសំទោសវាស្ថិតនៅក្នុងវាស្ថិតក្នុងអនាគតកាលដែលនឹងកើតឡើងចាមិនមែនឡើយនោះទេចាអញ្ចឹងយើងប្រើទម្រង់នេះក្នុងការនិយាយជា future ចាចុះទៅដល់ទម្រង់ទី2គឺ simple present ចាអញ្ចឹងយើងនឹងយកការប្រើប្រាស់simple present ចា used to describe events that are on schedule or attainable ចាអញ្ចឹងយើងមកជាភាសាខ្មែរចាយើងប្រើប្រាស់ present simple present ជាទម្រង់ future ហ្នឹងគឺដើម្បីចានិយាយអំពីអនាគតដែលស្ថិតនៅក្នុងកាលវិភាគឬក៏ពេលវេលាចាទាំងអស់គ្នាដឹងហើយមែនអត់តកតងជាមួយនឹងរូបភាពដែលខ្ញុំបានដាក់នៅខាងលើនេះចាវាគឺរូបនេះគឺរូបតកតងជាមួយនឹងតារាង schedule weekly schedule តារាងផែនការប្រចាំសប្តាហ៍ហើយតកតងជាមួយនឹងពេលវេលាចានៅក្នុងដាក់ timetable ដាក់រូបនាឡិកាដើម្បីបងប្អូនមើលហើយសម្គាល់មើលទាំងអស់គ្នាចាយើងដឹងថាទម្រង់ future ដែលយើងប្រើជា simple present ហ្នឹងចាគឺយើងប្រើវានៅពេលណាគឺប្រើវា
ពេលដែលយើងចង់និយាយអំពីចាអ្វីដែលយើងនឹងចង់អ្វីដែលយើងនឹងធ្វើនៅពេលអនាគតហ្នឹងនៅក្នុងកាលវិភាគរបស់យើងចាអញ្ចឹងមុននឹងចូលទៅដល់ការនៃកិត្តិយសពីឧទាហរណ៍នឹងចង់រំលឹកពីទម្រង់របស់នេះសិនចាអញ្ចឹងនៅក្នុងទម្រង់របស់ simple present គឺនៅបានបែកទី2ទៅតាម subject ចាដូចទី1 subject I you we they plus verb ចាហើយ subject ទីសំទោសចំណុចទី2គឺ he she it plus verb plus e ឬក៏ s ចាអញ្ចឹងកន្លែងនេះមានថាតកតងជាមួយនឹងកិរិយាសព្ទណាដែលប្រើជាមួយនឹង subject ទាំង3នេះបើសិនជាកិរិយាសព្ទនោះអត់មានបញ្ចប់ដោយ e ទេគឺយើងថែម s តែបើសិនជាកិរិយាសព្ទនោះមាន e ហើយយើងត្រូវថែម s ចាយើងត្រូវថែម s មួយទៀតដែលអ្នកពូលើកជាឧទាហរណ៍ណាឥឡូវនៅក្នុងទម្រង់ទី1ឧទាហរណ៍ថា read ណាសំទោសទី1ទី2នេះ read ណានៅពេលដែលយើងប្រើនៅក្នុងប្រើជាមួយនឹង subject ទាំង3នេះគឺយើងត្រូវថែម s ចាចុះមានពាក្យអីផ្សេងទៀតដែលយើងថែមតែ s ចាគឺថា dan វាចាប់ដោយ e មែនអត់អញ្ចឹងវាមាន s ថែមមួយទៀតអញ្ចឹងជួយស្ទាត់នៅក្នុងទម្រង់នេះចាអញ្ចឹងវាមានការប្រែប្រួលតាមកិរិយាសព្ទច្រើនទៀតដែលយើងធ្លាប់រៀនកន្លងមកហើយណាចានៅគូគាត់នឹងជារំលឹកតិចតិចទេចាតោះឥឡូវជួយទៅដល់ការដែលយើងមកពីឧទាហរណ៍តែម្ដងដើម្បីយើងយល់ពីទម្រង់នៃការប្រើប្រាស់ simple present នៅក្នុងដែលនិយាយនឹងពីដែលនឹងនិយាយពីអនាគតសំទោសដែលនិយាយពីដែលនិយាយអំពីចាគម្រោងអនាគតចាឬក៏អនាគតដែលស្ថិតក្នុងកាលវិភាគចាអញ្ចឹងយើងមកឧទាហរណ៍មួយគ្នា I have an appointment this morning អញ្ចឹងអត្ថន័យនេះជាភាសាខ្មែរគេចង់និយាយថានៅព្រឹកនេះខ្ញុំមានការណាត់ជួបមួយចាឬក៏ខ្ញុំមានការណាត់ជួបមួយនៅព្រឹកនេះអញ្ចឹងសួរថាកើតឡើងឧទាហរណ៍យើងនិយាយពីថ្ងៃនេះអញ្ចឹងអាពេលដែលយើងនិយាយគ្នានេះមានថានៅព្រឹកនេះអញ្ចឹងមានថាយើងវាបាននិយាយមុនយើងចាក់គេឬក៏យើងនិយាយព្រឹកព្រលឹមមែនអត់ចឹងទៅពេលដែលតពីក្នុងពេលវេលាពេលព្រឹកហ្នឹងយើងចង់ប្រាប់ទៅអ្នកស្ដាប់ថា I have an appointment this morning តែខ្ញុំនឹងមានការណាត់ជួបមួយនៅព្រឹកនេះអញ្ចឹងយើងចង់ប្រាប់គេពីគម្រោងទីសកម្មភាពអនាគតដែលស្ថិតនៅក្នុង schedule របស់យើងមានថាយើងមានការណាត់ជួបទុកជាមុនហើយយើងបានកត់ទុកនៅក្នុងតារាងរបស់យើងថាអូនៅព្រឹកនេះយើងនឹងមានការណាត់ជួបមួយអញ្ចឹងយើងប្រើជាទម្រង់ present ចាដោយយើងប្រើ I have ចាអញ្ចឹងទៅក្នុងឧទាហរណ៍ទី2 the movie starts at 9 p.m. ចាអញ្ចឹងតកតងជាមួយនឹងទម្រង់ទី2 the movie យើងដឹងហើយ the movie នៅក្នុង present singular ទេណាអញ្ចឹង start verb របស់យើងចាដំបូងមានតែចាប់ទៅ t ទេប៉ុន្តែយើងត្រូវថែម s ថាវាក្នុងទម្រង់ simple present ចា the movie start at 9 p.m. អញ្ចឹងយើងចង់ប្រាប់ទៅអ្នកស្ដាប់ថាអូរឿងហ្នឹងនឹងចាក់នៅម៉ោង9ចានឹងចាក់នៅម៉ោង9ល្ងាចចា9យប់សំទោសthe movie start at 9 p.m. មានថារឿងនឹងចាក់នៅម៉ោង9នេះ9យប់នេះអញ្ចឹងសួរថាគាត់បានប្រាប់ពេលវេលាជាក់លាក់មុនអត់ចាអញ្ចឹងដោយសារតែគាត់ប្រាប់ពេលវេលាជាក់លាក់មុនហើយពេលវេលាហ្នឹងណាស្ថិតក្នុង time table ដែលយើងអាចប្រើសម្រាប់និយាយអំពីចាអនាគតបាទចាអញ្ចឹងតកតងជាមួយនឹងមេរៀន grammar នេះយើងដឹងហើយថានៅក្នុងភាសាអង់គ្លេសរបៀបនៅក្នុងការនិយាយតកតងជាមួយនឹង future ហ្នឹងគឺមានច្រើនកាលមុនយើងបានរៀនតកតងជាមួយនឹង will មែនអត់ចា will going to ឥឡូវនេះយើងចូលទៅដល់ present continuous ដែលយើងមិនមែននិយាយពីសកម្មភាពកំពុងកើតឡើងទេយើងនិយាយពីសកម្មភាពនៅក្នុងអនាគតហើយចំណែក simple present ក៏យើងប្រើបាននៅក្នុងការដែលយើងនិយាយពីអនាគតដែរតែយើងដល់ទៅលើស្ថានភាពដែលយើងនិយាយតកតងជាមួយនឹងអនាគតដែលស្ថិតក្នុងផែនការរបស់យើងចាអញ្ចឹងមេរៀននេះសំខាន់ហើយល្អមែនទេសម្រាប់អ្នកគ្រូនេះពេលណាយើងចេះប្រើប្រាស់លក្ខខណ្ឌបែបនេះហើយយើងគូផ្សំឲ្យយើងមានការវិភាគច្បាស់លាស់ត្រឹមត្រូវទៀតវាជួយឲ្យយើងចាអាចអនុវត្តការនិយាយបានល្អហើយស្ដាប់យល់ហើយគេដឹងពីអត្ថន័យដែលយើងចង់និយាយចាអញ្ចឹងមេរៀនមួយៗសុទ្ធតែមានសារៈសំខាន់បងប្អូនយកទៅអនុវត្តឲ្យបានច្រើនចាអរគុណច្រើនសូមព្រះប្រទានពរនៅពេលនេះ